សួស្តីអ្នកទាំងអស់គ្នាខ្ញុំម៉ាឡា welcome មកវីដេអូខ្លីថ្មីរបស់ខ្ញុំទៀតហើយថ្ងៃមុនខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៃការដើរលេងម្នាក់ឯងហើយថ្ងៃនេះដែរដើម្បីដើរលេងម្នាក់ឯងកើតក៏យើងត្រូវត្រៀមខ្លួនដូចខ្លះសម្រាប់ការដើរលេង solo travel ផងដែរវាមានច្រើនកត្តាប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកយក5ចំណុចធំៗដែលអ្នកទាំងអស់គ្នាគួរបានដឹងទី1គឺយើងត្រូវ make plan ទាំងអស់គ្នាក៏បានដឹងដែរនិយាយទៅយើងត្រូវរៀបចំផែនការឲ្យសិនថាយើងត្រូវទៅណាហើយមានអីដែលប្រែប្រួលមួយទៀតគឺយើងនឹង flexible តាមនឹងចំណុចទី2តាមបទពិសោធន៍របស់ខ្ញុំគឺយើងត្រូវ doing research គឺសម័យឥឡូវមាន AI មាន Google អញ្ចឹងយើងអាច research បានថាកន្លែងដែលយើងទៅនឹងមានអីលេងខ្លះយើងអាចប្រើពាក្យគន្លឹះដូចជា attraction place ឬក៏ 3-day or 7-day tour in Phuket អញ្ចឹងណាឬក៏ពាក្យគន្លឹះទាំងអស់ហ្នឹងគឺ ChatGPT ឬក៏ Gemini ឬក៏កម្មវិធី AI ផ្សេងៗនឹង prepare ឲ្យយើង as an itinerary ហើយការ research ហ្នឹងគឺវាមិន based on the attraction place ទេមានន័យថាយើងអាច research អំពីកន្លែងស្នាក់នៅកន្លែងហូបចុកហើយនិងកន្លែងដូរលុយបើនិយាយទៅ itinerary tour ដែលយើងត្រូវទៅណាខ្លះអីហ្នឹងយើង clear all ជាមួយនឹង information ហ្នឹងហ្មង tip មួយទៀតដែលខ្ញុំដើរលេងខ្លួនឯងហើយជួបខ្លួនឯងណាគឺការរៀបចំអីវ៉ាន់វ៉ាលីឲ្យស្អាតបំផុតតាមអាចធ្វើបានរៀបអ្វីដែលស្រួលពាក់ស្រាលហើយអត់ស្មុគស្មាញច្រើនព្រោះថា solo travel ពេលខ្លះយើងហិហកបើយើងអត់ដើរយកទៀតយើងអត់មានអីត្រូវ dress up ម៉ាទេជឿខ្ញុំទៅអ្នកទាំងអស់គ្នាបើជើងណាស្រួលពាក់ flip flop មួយគូទៀតកៅអៅណាបើយើងទៅត្រជាក់យើងមានអលងាមួយតកូលមួយបានហើយដែលវាអាច cover យើងមក whole trip ហ្មងហើយនឹងកៅអៅលងអាវយឺតធម្មតាគឺ enough ហ្មងត្រឡប់ខ្ញុំមួយទៀតពេលខ្ញុំទៅណាក៏ដោយមិនថាក្នុងស្រុកឬក៏ក្រៅស្រុកទេគឺខ្ញុំចូលចិត្តជួញអ្វីដែលថ្មីដែលគេហៅថាកម្មវិធីសង្គមរបស់គេវាមានការធ្វើម្ហូបវាមានការគូសគំនូរឬក៏ការចូលរួមជាមួយនឹង community របស់គេអាហ្នឹងដូចយើងបានស្គាល់និងដឹងពីប្រវត្តិរបស់គេមួយកម្រិតទៀតសរុបមកគឺខ្ញុំចង់និយាយថាការធ្វើដំណើរ solo travel ម្នាក់ឯងណាគឺវាមិនមែនដើម្បីថាយើងគេចចេញពីជីវិតរបស់យើងសប្ងាយទេប៉ុន្តែគឺវាធ្វើឲ្យយើងទទួលស្គាល់ភាពជាខ្លួនឯងកាន់តែច្បាស់ហើយនៅក្នុងភាពស្ងប់ស្ងាត់នោះណាពេលខ្លះមិនយើង always ជាមួយមិត្តភ័ក្តិឬក៏ជាមួយអ្នកដែលយើងស្គាល់ in social life មកនេះអ្នកទាំងអស់គ្នាមែនតើទៅពេលខ្លះយើងអង្គុយម្នាក់ឯងយើងមានអារម្មណ៍ថាយើងសម្រាកហើយយើងបើកចិត្តនឹងស្វែងរកខ្លួនឯងបើនិយាយទៅគឺយើងត្រូវចេះ manage ពេលហ្មងអ្នកទាំងអស់គ្នាព្រោះយើងម្នាក់ឯងទោះបីថាយើងចង់ធ្វើអីក៏បានប៉ុន្តែក៏យើងត្រូវ discipline យើងត្រូវមានពេលវេលាច្បាស់លាស់របស់ខ្លួនឯងដែរសំខាន់ local ដែលយើងអត់ដែរទៅពីមុនយើងត្រូវ be prepare ហើយចំណុចមួយទៀតសំខាន់ណាដែលខ្ញុំឲ្យជា tip ឲ្យអ្នកទាំងអស់គ្នាបើអាចគួរតែមាន pepper spray ឬក៏របស់មួយដែលការពារខ្លួនបាន just in case យើងជួបរឿងដែលយើងមិនអាចនឹកស្មានដល់វីដេអូខ្ញុំថ្ងៃនេះគឺមានខ្លីប៉ុណ្ណឹងឯងគ្រាន់ជា tip ខ្លះនៃបទពិសោធន៍របស់ខ្ញុំដែលខ្ញុំដើរ solo travel បើអ្នកទាំងអស់គ្នាចង់ដឹងថាតើ app អីគេខ្លះដែលខ្ញុំបានប្រើក្នុងការ research រៀបចំ schedule របស់ខ្ញុំកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំឬក៏អាចតម្លាក់ comment ក៏បានដែរថាអ្នកទាំងអស់គ្នាចង់ដឹងអ្វីពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំជួបកន្លងមកអាច share វីដេអូរបស់ខ្ញុំOkay, bye bye. See you in next video.